បុកសាច់គោសណ្តែកគួរមកអមមុខនេះហាភាគច្រើនគឺគេប្រើជាគ្រឿងក្លែមទេប៉ុន្តែសម្រាប់ខ្ញុំវិញធ្វើម្ដងណាក៏ធ្វើញ៉ាំបាយដែរហើយរសជាតិរបស់គេដឹងថាគេឆ្ងាញ់ខ្លាំងមែនតើបងប្អូនរសជាតិបែបរៀងដិតជូរហឹរប្រៃផ្អែមជាពិសេសសាច់គោរបស់យើងធ្វើចេញមកគឺផុយល្អខ្លាំងមែនតើសម្រាប់សាច់គោក៏ខ្ញុំប្រើជាសាច់ជាប់ខ្លាញ់ប៉ុន្តែគឺអត់យកខ្លាញ់ពេកទេបងប្អូនយកខ្លាញ់នឹងតែបន្តិចទេសម្រាប់សាច់នឹងគឺយើងផ្លែសវាឲ្យបានរាងស្ដើងមកល្មមមកកុំឲ្យក្រាស់ពេកកម្រាស់នឹងប្រហែលជាខ្ទង់មួយថ្នាំងដៃអីចឹងទៅហើយបន្ទាប់ពីនឹងមកគឺយើងប្រឡាក់គ្រឿងហ្មងទឹកប្រេងខ្យងខ្ញុំដាក់កន្លះស្លាបព្រាបាយម្សៅស៊ុបមួយចិបជាមួយនឹងស្ករមួយចិបហើយសម្រាប់សាច់គោនេះក៏ខ្ញុំប្រើតែមួយប្រទេសទេបងប្អូនហើយមួយប្រទេសហ្នឹងទម្ងន់វាមួយខាំកន្លះល្មមសម្រាប់មួយចានប៉ុន្តែបើសិនជាបងប្អូនញ៉ាំគ្នាច្រើនយើងអាចដាក់ច្រើនជាងនេះចឹងទៅបន្ទាប់ពីយើងប្រឡាក់សាច់គោរួចរាល់ហើយយើងយកវាមកចៀនមកសម្រាប់ការចៀននេះបើសិនជាបងប្អូនមានប៊ឺចៀនជាមួយប៊ឺអញ្ចឹងមកវាឈ្ងុយជាងប៉ុន្តែបើសិនជាអត់មានទេអាចប្រើប្រេងឆាប្រេងអូលីវអីចៀនក៏បានដែរសម្រាប់ការចៀនហ្នឹងគឺចៀនលឿនណាបងប្អូននិយាយទៅយើងបើកភ្លើងឲ្យក្តៅខ្លាំងហើយចៀនមួយខាងហ្នឹងប្រហែលជាខ្ទង់តែ30វិនាទីទេបងប្អូនដោយសារតែសាច់គោនេះវារាងស្ដើងអញ្ចឹងណាប៉ុន្តែបើសិនជាក្រាស់គឺអាចចៀនរៀងយូរជាងនឹងមើលតែវាឡើងសបល់ក្រហមឆ្អិនមកល្មមទុកវាមួយដុំសិនមកបងប្អូនកុំតន់ហាន់វាភ្លាមយើងទៅរៀបចំគ្រឿងក្រើផ្សេងទៀតដែលយើងមានដូចជាខ្ទឹមសម្ទេសហើយសម្រាប់ម្ទេសធំនេះគឺម្ទេសម្លេអាហ្នឹងគឺវាអត់សូវហឹរទេបងប្អូនយើងដាក់ដើម្បីយកពណ៌អញ្ចឹងណាហើយក្នុងនោះខ្ញុំបន្ថែមស្ករបន្តិចដែរដើម្បីឲ្យយើងបុកទៅឆាប់ម៉ត់ល្អហើយវាអត់ខ្ទាតទៀតបន្ទាប់ពីយើងបុកខ្ទឹមសមួយម្ទេសម៉ត់ហើយបានខ្ញុំដាក់សណ្តែកគួរចូលសណ្តែកគួរនេះគឺបុកអត់ឲ្យម៉ត់ហ្មងទេគ្រាន់តែញុំឲ្យបែកតិចទេបន្ទាប់ពីនឹងមកចាំដាក់ប្រហុកចូលហើយខ្ញុំបន្ថែមប៊ីចេងមួយស្លាបព្រាកាហ្វេជាមួយនឹងស្ករត្នោតហើយចាំយើងច្របាច់ក្រូចឆ្មាចូលមកបញ្ជាក់បងប្អូនសម្រាប់ប្រហុកដែលយើងដាក់ចូលនឹងគឺអត់យកទៅអាំងទេណាគឺយើងប្រើប្រហុកឆៅយើងលាងវាពីប៊ិចទឹកឲ្យរាងជ្រះអំបិលមកច្រាំវាឲ្យម៉ត់ហើយដាក់ចូលមកសម្រាប់ប្រហុកបើសិនជាយើងយកទៅអាំងរសជាតិរបស់វានឹងគឺអត់សូវឆ្ងាញ់មែនទេបងប្អូនយើងដាក់គ្រឿងគ្រៃចូលកូរច្បល់ឲ្យចូលជាសព្វល្អហើយបងប្អូនអាចភ្លក់មើលហើយថែមថយគ្រឿងបានសម្រាប់ខ្ញុំនេះគឺខ្ញុំបន្ថែមទឹកត្រីកន្លះស្លាបព្រាបាយជាមួយនឹងស្ករត្នោតមួយចុងស្លាបព្រាកាហ្វេទៀតតែប៉ុណ្្នឹងមកគឺត្រូវរសជាតិហើយបងប្អូនហើយសាច់គោរបស់យើងគឺខ្ញុំទុកប្រហែលជាខ្ទង់15នាទីឲ្យវាចុះត្រជាក់សិនចាំយកមកហាន់អានេះបើសិនជាយើងហាន់ទាំងនៅក្តៅហ្មងវាហៀឈាមហៀអីចេញអញ្ចឹងទៅវារាងខ្សោះអញ្ចឹងណាហើយសម្រាប់សាច់គោរបស់យើងគឺអត់ឆ្អិនជ្រុលទេបងប្អូនអានេះគឺឆ្អិនប្រហែលតែ 70% ទេដូចដែលបងប្អូនបានឃើញអញ្ចឹងស្បល់របស់វានឹងឡើងក្រហមមើលទៅដូចឆ្អិនជ្រុលអញ្ចឹងប៉ុន្តែខាងក្នុងគឺនៅឆៅទេសម្រាប់បុកសាច់គោស្តៃគូអីអញ្ចឹងបើសិនជាសាច់គោឆ្អិនជ្រុលគឺអត់សូវឆ្ងាញ់ទេបងប្អូនញ៉ាំទៅរាងស្វិតរាងខ្សោះអីអញ្ចឹងទៅបន្ទាប់ពីយើងដាក់សាច់គោចូលហើយកូរច្បល់ឲ្យចូលជាសព្វល្អបងប្អូនអាចភ្លក់មើលម្ដងទៀតក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំនឹងគឺត្រូវរសជាតិឲ្យបងប្អូនយើងភ្លក់មើលតាំងពីដំបូងអញ្ចឹងណាហើយចុងក្រោយគេនឹងយើងដាក់ម្អមចូលមកកូរច្បល់វាតែ 4-5 ត្រឡប់ទៀតទៅគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់រសជាតិអានេះគឺយើងយកឲ្យរៀងដិតបន្តិចមកណាបងប្អូនរៀងជូរហឹរប្រៃហើយនឹងផ្អែមប៉ុន្តែរសជាតិហឹរបងប្អូនសេរីបានទេបើសិនជាយើងអត់សូវចេះហឹរយើងអាចបន្ថយតាមនឹងអញ្ចឹងទៅសម្រាប់ខ្ញុំនេះឃើញថាម្ទេសច្រើនក្រហមអញ្ចឹងមែនបងប្អូនប៉ុន្តែហឹរមកល្មមទេដោយសារតើភាគច្រើនគឺខ្ញុំប្រើម្ទេសម៉ាឡេអាធំមកបងប្អូនម្ទេសហ្នឹងគឺវាអត់សូវហឹរទេប៉ុន្តែបើថាម្ទេសដៃនាងអាតូចអានឹងมันវាហឹរខ្លាំងហើយសម្រាប់ខ្ញុំសណ្តែកគួរខ្ញុំអត់ដាក់ចូលច្រើនហ្មងទេបងប្អូនខ្ញុំចូលចិត្តញ៉ាំផ្ទាប់ក្រៅជាងអញ្ចឹងណាយើងមានទឹកម្អមទាំងសណ្តែកគួរសម្រាប់ផ្ទាប់ក្រៅហើយម្អមវិញយើងយកតែអាណាខ្ចីបានហើយបងប្អូនកុំយកអាណាចាស់នាំទៅពិបាកញ៉ាំខ្លួនឯងអញ្ចឹងណាហើយអានេះគឺខ្ញុំធ្វើញ៉ាំជាមួយបាយទេហើយបើថាមិនធ្វើញ៉ាំជាមួយបាយទេគឺមានតែធ្វើញ៉ាំលេងហើយមុខនេះធានាមកបងប្អូនធ្វើញ៉ាំហើយគឺដឹងទៅចូលចិត្តហ្មងរសជាតិរបស់វានឹងបែបរៀងដិតប្រហុកបន្តិចប៉ុន្តែញ៉ាំទៅអត់ធំក្លិនប្រហុកខ្លាំងទេបងប្អូននិយាយទៅគឺមកចូលជាតិឆ្ងាញ់ហ្មងសម្រាប់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាចខមមិនបានណាអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ